ប្រវត្តិទុកងសុវណ្ណរាជសីបារមីបន្ទាយមហានគរទុកងព្រះនាមសុវណ្ណរាជសីបារមីបន្ទាយមហានគរគឺជាបេះដូងរបស់អ្នកខេត្តបន្ទាយមានជ័យហើយទុកងនេះគឺជាទុកងដែលកកើតឡើងដោយការសាមគ្គីរបស់អ្នកស្រុកភូមិក្នុងការកសាងទុកងនេះឲ្យចេញជារូបរាងទៅបានទុកងនេះត្រូវបានថែរក្សាយ៉ាងល្អខ្ជាប់ខ្ជួនទើបធ្វើឲ្យទុកងនេះនៅតែរក្សាភាពស្រស់ស្អាតបានរហូតមកដល់បច្ចុប្បន្នបើទោះបីជាទុកងនេះមានអាយុកាលច្រើនឆ្នាំយ៉ាងណាក្តីតើទុកងនេះមានប្រវត្តិបែបណាសូមរីករាយទស្សនាដូចតទៅជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់រាប់អានស្វាគមន៍ការវិលត្រឡប់អំពីការនិទាននៅប្រវត្តិទុកងរដូវកាលទី2ជួបជាមួយខ្ញុំបាន Edwin Claret បងប្អូនកុំភ្លេចជួយចុច follow ដើម្បីទទួលបាននូវប្រវត្តិទុកងថ្មីៗដែលខ្ញុំនឹងស្រាវជ្រាវចែកជូនទៅដល់ពុកម៉ែបងប្អូនទស្សនាបន្តទៀតទុកងព្រះនាមសុវណ្ណរាជសីបារមីបន្ទាយមហានគរគឺជាទុកងដែលស្ថិតនៅវត្តសុវណ្ណរាំងសីយារាមឃុំគយម៉ែនស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យទុកងនេះត្រូវបានកកើតឡើងនៅក្នុងឆ្នាំ2007ក្រោមការផ្ដួចផ្ដើមដោយចំណុះជើងវត្តគយម៉ែនដោយផ្ទាល់តែម្ដងទុកងសុវណ្ណរាជសីបារមីបន្ទាយមហានគរមានប្រវែង 35.5 ម៉ែត្រមានទទឹង 1.3 ម៉ែត្រមានជម្រៅ 0.5 ម៉ែត្រមានលេខ41ខ្ទង់និងដាក់ចំណុះបានចំនួន75នាក់អ្វីដែលពិសេសនោះដែលបងប្អូនគួរតែដឹងនោះគឺទុកងនេះគឺត្រូវបានធ្វើឡើងដោយជ្រើសរើសប្រភេទឈើគគីព្រៃដែលមានអាយុកាលជាច្រើនឆ្នាំហើយត្រូវបានលុងធ្វើជាទុកងដោយគ្មានការប៉ះប៉ូវឈើចំចំណុចត្រង់ណានោះទេបានន័យថាទុកងនេះគឺជាប្រភេទឈើសាច់មាឌសុទ្ធពីក្បាលដល់សរសៃទូកដោយធ្វើដំណតែពីកន្លែងប៉ុណ្ណោះគឺនៅចំទីតាំងក្បាលទូកនិងសរសៃទូកខាងក្រោយក្រោយពីបានបញ្ចប់នៃការកសាងរួចមកទុកងព្រះនាមសុវណ្ណរាជសីបារមីបន្ទាយមហានគរបានយកទៅចូលរួមប្រកួតថ្នាក់ខេត្តបន្ទាយមានជ័យដោយទទួលបាននូវចំណាត់ថ្នាក់លេខ1ជារៀងរាល់ឆ្នាំបន្ទាប់មកទុកងព្រះនាមសុវណ្ណរាជសីបារមីបន្ទាយមហានគរបានយកទៅចូលរួមប្រណាំងនៅខេត្តបាត់ដំបងផងដែរដោយ2ឆ្នាំចុងក្រោយនៅក្នុងឆ្នាំ2023និងឆ្នាំ2024បានទទួលនូវចំណាត់ថ្នាក់លេខ2ផងដែរដោយបង់ចាញ់លើទុកងព្រះនាមនរិនរាំងសីពីជ័យចិត្តបុត្រទុកងព្រះនាមសុវណ្ណរាជសីបារមីបន្ទាយមហានគរគឺជាដៃគូយ៉ាងស្វិតស្វាញទៅហើយជាមួយនឹងទុកងនរិនរាំងសីពីជ័យចិត្តបុត្រដែលស្ថិតនៅខេត្តបាត់ដំបងនេះឯងចំពោះការប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញវិញទុកងព្រះនាមសុវណ្ណរាជសីបារមីបន្ទាយមហានគរបានមកចូលរួមស្ទើរតែជារៀងរាល់ឆ្នាំផងដែរក្នុងការចូលរួមថែរក្សាទំនៀមទម្លាប់ខ្មែរពីដូនតាមកដោយទទួលបាននូវចំណាត់ថ្នាក់ពានផែនលេខ1គូពិសេសស្ទើរតែជារៀងរាល់ឆ្នាំផងដែរហើយចំពោះចំណាត់ថ្នាក់ប្រចាំប្រទេសវិញទុកងសុវណ្ណរាជសីបារមីបន្ទាយមហានគរបានធ្វើបានយ៉ាងល្អនៅក្នុងឆ្នាំ2018ពលគឺទទួលបានចំណាត់ថ្នាក់លេខ10ទូទាំងប្រទេសផងដែរហើយនៅក្នុងឆ្នាំ2019គណៈកម្មការទុកងថ្នាក់ជាតិក៏បានវិយតម្លៃទៅដល់ទុកងសុវណ្ណរាជសីបារមីបន្ទាយមហានគរដោយទទួលបាននូវពានរង្វាន់ផ្នែកសោភ័ណភាពផងដែរជំនាញការក្រោយមកទុកងព្រះនាមសុវណ្ណរាជសីបារមីបន្ទាយមហានគរក៏បានយកមកចូលរួមលើរាជធានីភ្នំពេញដដែលរហូតមកដល់ឆ្នាំ2024ទុកងព្រះនាមសុវណ្ណរាជសីបារមីបន្ទាយមហានគរបានធ្លាក់ល្បឿនដោយសារតែទុកងមានសភាពចាស់ទៅហើយម្យ៉ាងប៉ះសុទ្ធតែកំពូលទុកងលំដាប់ប្រទេសទៅទៀតទើបធ្វើឲ្យទុកងព្រះនាមសុវណ្ណរាជសីបារមីបន្ទាយមហានគរមិនអាចស៊ូជាមួយគេបានហើយនៅក្នុងឆ្នាំ2025នេះទើបទុកងព្រះនាមសុវណ្ណរាជសីបារមីបន្ទាយមហានគរធ្វើការជួសជុលឡើងវិញដើម្បីត្រៀមចូលរួមប្រកួតនារដូវកាលខាងមុខនេះទុកងព្រះនាមសុវណ្ណរាជសីបារមីបន្ទាយមហានគរគឺជាទុកងមួយដែលមានល្បឿនលឿនលយមិនធម្មតានោះទេនៅក្នុងចំនួនដែលគាត់ទើបតែកកើតថ្មីហើយដូចគ្នានេះដែរបងប្អូនប្រហែលជាមើលរំលងទាក់ទងជាមួយនឹងចំណុះទុកងព្រះនាមសុវណ្ណរាជសីបារមីបន្ទាយមហានគរគឺជាចំណុះទូករបស់ចំណុះជើងវត្តគយម៉ែនដោយផ្ទាល់តែម្ដងហើយចំណុះទូករបស់សុវណ្ណរាជសីបារមីបន្ទាយមហានគរអាចរាប់បានថាគឺជាចំណុះទូកលំដាប់ប្រទេសផងដែរបងប្អូនរងចាំមើលថាក្រោយពីការកែជួសជុលទុកងព្រះនាមសុវណ្ណរាជសីបារមីបន្ទាយមហានគរនេះតើទុកងនេះនឹងបង្ហាញខ្លួនបានល្អយ៉ាងណានៅក្នុងរដូវកាលខាងមុខនេះសូមពុកម៉ែបងប្អូនរងចាំតាមដានទស្សនាទាំងអស់គ្នាសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ប្រសិនបើជាមានពាក្យពេចន៍លើសលួសខ្វះខាតដល់ប្រការណាមួយក៏សូមអធិស្ឋានដល់ខ្ញុំបាទផងជួបជាមួយខ្ញុំបាទ Edwin Claret នៅវីដេអូប្រវត្តិទំនងបន្តទៀតសូមអរគុណសូមជម្រាបលា